ក្តឹបតេរ៉េនអាយុ30-35ថ្ងៃតើត្រូវធ្វើម៉េចដើម្បីឲ្យក្តឹបតេរ៉េនហ្នឹងលូតលាស់ល្អហើយរីកទំហំលឿនដើម្បីឲ្យក្តឹបតេរ៉េនវ័យអាយុ30-35ថ្ងៃលូតលាស់បានល្អយើងនៅមាន2កត្តាទី1កត្តាទឹកហើយនឹងទី2គឺកត្តាសារធាតុចិញ្ចឹមនៅក្នុងសារធាតុចិញ្ចឹមគឺយើងបែងចែកជា2ទី1សារធាតុចិញ្ចឹមបាញ់ទៅលើស្លឹកបាញ់ទៅលើក្តឹបនិងទៅនឹងសារធាតុដែលយើងដាក់តាមគល់ការតាទឹកវ័យក្តឹបនេះគឺជាវ័យដែលក្តឹបត្រូវការទឹកច្រើនក៏ប៉ុន្តែការដាក់ទឹកច្រើនទៅលើក្តឹបវ័យនេះក៏បណ្ដាលឲ្យមានត្រួយបាទបើសិនជាមានត្រួយនៅវគ្គនេះគឺតេរ៉េននឹងទទួលជួបហានិភ័យខ្ពស់គឺអាចជ្រុះក្តឹបនិងរុះក្តឹបនឹងមកបានបាទអញ្ចឹងខាង foreman យើងមានបច្ចេកទេសមួយចំនួនក្នុងការដាក់ទឹកទី1ការដាក់ទឹកចូលទៅខាងក្នុងសំចាបមេឃគឺឲ្យផុតចូលទៅខាងក្នុងគឺសំដៅទៅខាងគល់បាទហើយទី2ការបាញ់ទៅលើស្លឹកមានន័យថាយើងបាញ់ពពួកអិនទៀតដូចជា5-25-30បូកជាមួយនឹង super carpia បូកជាមួយនឹង aminosavit ជាប្រចាំទៅលើស្លឹកនៅវគ្គនេះហើយបាញ់ទៅលើក្តឹបគឺយើងមានរូបមន្ត5-25-30 amino alpha បូកជាមួយនឹងជំនួយផ្លែបាញ់ទៅលើក្តឹបជំនួយទៅដល់ការលូតលាស់ក្តឹបធ្វើឲ្យក្តឹបមានខ្លែបពេញលេញជីគោលយើងប្រើប្រាស់នៅពពួកអិនទៀតដែរគឺខាងក្រុមហ៊ុន Foreman គឺណែនាំរូបមន្តជីសរីរាង្គគីមី5-3-15ដើម្បីជួយទៅដល់ការកែប្រែគុណភាពដីនិងជំរុញទៅដល់ការលូតលាស់របស់ក្តឹបមួយផ្នែកទៀតគឺយើងប្រើប្រាស់នៅផលិតផល05234 Mephloride បូកជាមួយនឹង Super Carpia ដើម្បីបាញ់បិទត្រួយបើសិនជាមានវត្តមានត្រួយចេញមកក្នុងអំឡុងពេលភ្លៀងកក់ខែនេះបាទ